โอเคชื่อดำบงส่งมาจากเว็บซูนซูสไตบางคนเรียนไปสร้างอะไรต่างนี้ยังจะมีเรียนวิจิกรมือที่เกิดจากจมูก quantifiers ยัง quantifiers ยังบอกแปลชื่อภาษาขมรนะเปียกำลังจำนวนยังเปียกำหนดจำนวนนะตาจำนวนประมาณนะจีนเมื่อตาจะมีเปียคลาดยังเรียนในขนมเมเรียนนั้นให้สำหรับระบบ B1 ก็ pre-intermediate ยังมีโดยเฉพาะก็มี grammar explanation การประโยชน์วิจิกรให้จำนวน questions and answers สมมติจำนวนจะต้องมีวิจิกรนั้นจะมีประมาณจำนวนได้แต่ประโยชน์ของเรียนนั้นเลยช่วยได้จำนวนแต่บ่งคือสมมติว่า what are quantifiers ตา quantifier ก็เชี่ยวไปเช่นเมื่อต่อนี้ก็ถ้า quantifiers are words we use before nouns to show the quantity how much or how many ចឹង quantifier นั่นคือจุดเปลี่ยนอะไรยังปราณเป็นมุกนิ่มโอเคดับใบบวก2ปีจำนวนด้วยกับปริมาณนั่งตัวตาจำนวนประมาณចឹงยังปราเป็น how much ยังปราเมนตาจำนวนประมาณสมมติเรื่องนี้ได้รอบมันบานแต่เป็น how many ปราเรื่องนี้ได้รอบบานจังเป็นเมียนปีแบบนั้นโอเคจะเมื่อ they do not tell us the exact number but they give us an idea of amount จังผู้วิเอาปรับยังปีจำนวนประกอบได้ปัจจัยผู้วิปรับยังปีกำหนดในจำนวนแต่ตรงจำนวนนั่นแหละแรงนาทางก็นับปรับยังปีจำนวนถับปัญหาแต่เอาจะบังล้อเตะอุทหรณ์ท่า I have enough money ខ្ញុំមានលុយគ្រប់គ្រាន់អញ្ចឹងយើងមើលពាក្យគ្រប់គ្រាន់ហ្នឹងវាអត់មានចំនួនច្បាស់លាស់ទាំងគ្រាន់ថាគ្រប់គ្រាន់អញ្ចឹងណាអញ្ចឹង not exact but shows sufficient amount អញ្ចឹងគាត់តែប្រាប់ថាមានគ្រប់គ្រាន់តែប៉ុណ្្នឹងហើយតែអត់មានចំនួនច្បាស់លាស់ទេអាហ្នឹងយើងហៅវាថា quantifier ពាក្យកម្រិតចំនួនដែរthere are too many people in the room អញ្ចឹងមានមនុស្សច្រើនពេកនៅក្នុងបន្ទប់អញ្ចឹងគេថា not exact but shows it's more than good or comfortable អញ្ចឹងវាបង្ហាញថាមានមនុស្សច្រើនពេកលើសពីអ្វីដែលមានផាសុកភាពហើយចឹងយើងមកពាក្យ too many មានពាក្យ enough ហ្នឹងហើយយើងហៅវាថា quantifier ពាក្យកម្រិតចំនួនហ្នឹងថាមានចំនួនច្រើនគាត់ថាវាអត់ប្រាប់ពីចំនួនជាក់លាក់ទេយើងមើលចំណុចទី2និយាយពី countable nouns អញ្ចឹង countable noun ឬក៏ count noun ហ្នឹងនាមរាប់បានយើងមើលគេថា countable nouns are things we can count 1 2 3 អញ្ចឹងនាមរាប់បានគឺជាវត្ថុទាំងឡាយណាយើងអាចរាប់1 2 3បានជាឯកតាណាយើងរាប់បាននឹងយើងហៅវា countable noun ហើយឧទាហរណ៍ថា example apples ផ្លែពោធិមាន chairs កៅអីហើយមាន books មាន student ជាដើមអូខេចឹងអស់ហ្នឹងគឺជា countable noun ហើយអូខេយើងបន្តទៀតយើងមើលថា with count nouns we use quantifiers like ចឹងជាមួយនឹងនាមដែលរាប់បានហ្នឹងយើងប្រើ quantifier មួយចំនួនដូចខាងក្រោមណាជាមួយដំបូងយើងមានពាក្យ fewer ចឹង fewer យើងមានពាក្យ too many យើងមានពាក្យ enough ក៏ដោយយើងមានពាក្យ more ចឹងពាក្យទាំងអស់ហ្នឹងយើងប្រើជាមួយនឹងសត្វនាមរបស់ fewer ហើយថាតិចតួចជាងតិចតួចវាស្រៀងពាក្យ little ដែរក៏ប៉ុន្តែវាប្រើសម្រាប់នាមដែលរាប់បានបើ little ឬក៏ less ហ្នឹងគឺប្រើសម្រាប់តែនាមរាប់អត់បានទេ uncount noun អញ្ចឹងណា too many ច្រើនពេកទៅ enough គ្រប់គ្រាន់ more ច្រើនជាងអញ្ចឹងដែរអូខេយើងមើលចំណុចទី1 quantifiers for countable nouns តើតើជាមួយនឹងពាក្យ fewer អញ្ចឹង fewer យើងមើល meaning មកវាថា smaller amount a smaller number of អញ្ចឹងវាថា opposite of more អញ្ចឹងមានថាចំនួនឬក៏ចំនួនតិចតួចអញ្ចឹងកាលណាយើងបកប្រែជាមួយនាមរាប់បានយើងបកប្រែទៅចំនួនបើបកប្រែនាមរាប់បានបកប្រែថាបរិមាណឬក៏ចំនួនដែរតែរាប់អត់បានវាផ្ទុយជាមួយពាក្យ more ណាexample there are fewer cars on the road today អញ្ចឹងមានឡានតិចតួចមែនតើនៅលើផ្លូវថ្ងៃនេះតិចតួចជាមិនសមអញ្ចឹងទៅអញ្ចឹងយើងមើល fewer cars ឡានតិចតួចអត់ច្រើនទេtoo many វិញម្ដងជាង too many យើងមើល meaning more than necessary or more than is good អញ្ចឹងមានន័យថាច្រើនជាចាំបាច់ឬក៏ច្រើនជាងអ្វីដែលល្អណាអញ្ចឹង too many ច្រើនពេកឧទាហរណ៍ថា example there are too many chairs in this room we don't need them all អញ្ចឹងមានកៅអីច្រើនពេកហើយនៅក្នុងបន្ទប់នេះយើងមិនត្រូវការវាទាំងអស់នោះទេអញ្ចឹងណា too many គឺច្រើនពេកលើសពីអ្វីដែលត្រូវការអូខេបន្តទៀតយើងមើលពាក្យ enough វិញម្ដងអញ្ចឹង enough meaning របស់វាគឺ the right number or sufficient quantity អញ្ចឹងន័យថាចំនួនដែលត្រឹមត្រូវឬក៏បរិមាណដែលគ្រប់គ្រាន់ល្មមណាមិនលើសមិនខ្វះអូខេ example we have enough pens for everyone យើងមានប៊ិចគ្រប់គ្រាន់សម្រាប់អ្នកគ្រប់គ្នាអញ្ចឹងរហេតុដល់មានប៊ិចទៅសេឧទាហរណ៍អញ្ចឹងគឺអត់មានខ្វះអត់មានលើសទេពាក្យមួយទៀតគឺ more អូខេ more meaning របស់វាគឺ greater number មានចំនួនដែលច្រើនអញ្ចឹងវាផ្ទុយពីពាក្យ fewer ផ្ទុយទៅវិញមកពីពីហ្នឹងឧទាហរណ៍ថា can you bring more bottles of water តើអ្នកអាចយកដបទឹកបន្ថែមបានទៀតអត់យកទឹកបន្ថែមមកច្រើនដបមកអូខេអញ្ចឹងទឹកក៏ច្រើនមកហើយច្រើនជាងនេះតិចទៅអញ្ចឹងមានថាលើសពីអ្វីដែលមានស្រាប់យកបន្ថែមទៀតបានអត់អញ្ចឹងពាក្យ more គឺច្រើនអូខេអញ្ចឹងនេះគឺជាពាក្យទាំង line ណាដែលយើងប្រើជាមួយនឹង countable noun ឥឡូវយើងមើលចូល uncountable nouns វិញនាមរាប់មិនបានឬក៏យើងហៅវាថា non count noun
uncountable nouns are things we cannot count one by one ចឹងនាមរាប់មិនបានគឺជាវត្ថុទាំងឡាយណាដែលយើងមិនអាចរាប់ជាកត្តាមួយបានទេយើងរាប់បានទេ They are usually substances concepts or abstract things ចឹងជាទូទៅពួកវាគឺជាសារធាតុឬក៏អីផ្សេងៗទៅជាកំណត់អីទៅផ្នែកកំណត់ណាឬក៏ជាអ្វីដែលយើងមើលមិនឃើញ abstract ហ្នឹងគឺតែណាយើងមើលអត់ឃើញទេឧទាហរណ៍ថា water អញ្ចឹង water គឺជាទឹក sugar score information នៃកណ្ដាល money លុយ advice អញ្ចឹងមានពាក្យជាច្រើនដែលយើងរាប់វាជា uncountable noun ហ្នឹងwith non-count nouns we use quantifiers like អញ្ចឹងជាមួយនឹងនាមរាប់បានយើងប្រើ quantifier ខាងដូចខាងក្រោមដំបូងគឺពាក្យ too much អញ្ចឹងច្រើនពេកដែលរាប់បានយើងប្រើ too many ដល់ពេលច្រើនពេកចំពោះនាមរាប់បានយើងប្រើ too much អូខេអញ្ចឹង much money វាខុស much និង many វាខុសនេះឡើងហ្នឹងless ជាង less ហ្នឹងគឺតិចតួចអូខេតិចតួចជាងអីហ្នឹងទៅក៏ប៉ុន្តែវាប្រើសម្រាប់តែនាមរាប់អត់បានទេបើសម្រាប់នាមរាប់បានយើងប្រើ fewer អាហ្នឹងនាមរាប់បានវាមានពាក្យ enough ប្រើបានទាំងពីររាប់បានក៏ប្រើវាបានរាប់មិនបានក៏ប្រើវាបានដែរពាក្យ enough មិនទៅគឺ more ដូចគ្នា more ប្រើបានទាំងពីរដែរអញ្ចឹងយើងមើលពាក្យដំបូងគឺ too much meaning more than necessary or more than is good អញ្ចឹងវាច្រើនជាងអ្វីត្រូវការទៅ too much ហ្នឹងឧទាហរណ៍ថា there is too much sugar in this tea មានស្ករច្រើនពេកនៅក្នុងតែនេះអញ្ចឹងញ៉ាំអត់កើតអញ្ចឹងទៅអញ្ចឹង too much គឺច្រើនពេកពាក្យ less វិញម្ដងតិចតួច smaller amount នេះចំនួនតិចតួចមែនទែនអញ្ចឹងវាផ្ទុយពីពាក្យ more ហ្នឹងជាមើល I drink less coffee now than before អញ្ចឹងខ្ញុំបានផឹកកាហ្វេតិចតួចជាងមុនឥឡូវនេះជាងពីមុនផឹកច្រើនមែនទែនអញ្ចឹងណាអញ្ចឹងពាក្យ less យើងប្រើ less coffee ដោយសារតែ coffee ហ្នឹងរាប់អត់បានទេកាហ្វេណាអញ្ចឹងហើយយើងប្រើពាក្យ less ជាមួយនាមរាប់មិនបានបែបហ្នឹងអូខេបន្តទៀតយើងមក enough គ្រប់គ្រាន់វិញម្ដង the right amount sufficient quantity អត្ថន័យវាដូចជាមួយពាក្យដូចគ្នាទេលើមុនdo you have enough rice for dinner តើអ្នកមានបាយគ្រប់គ្រាន់ទេសម្រាប់អាហារពេលល្ងាចសម្រាប់អូខេចេញមក enough rice ពាក្យ rice ទោះបីយើងប្រែថាអង្គរឬក៏បាយក៏ដោយក៏យើងមិនអាចរាប់បានដែរពាក្យ rice ហ្នឹងទេអត់មាននរណាគេទៅរាប់អង្គមកបេមានប្រហែលគ្រាប់បាយមួយចានមានប្រហែលគ្រាប់អត់មានអញ្ចឹងអ្វីដែលគ្មានប្រយោជន៍ក្នុងការរាប់មិនចាំបាច់ក្នុងការរាប់គឺយើងហៅវាជា uncount noun អូខេអញ្ចឹងយើងមើលយើងប្រើ enough បានជាមួយនាមរាប់មិនបានដែរពាក្យមួយទៀតគឺពាក្យ more អញ្ចឹង more បានទាំងពីរទៅរាប់បានក៏បានរាប់មិនបានក៏ប្រើបានដែរ a greater amount អញ្ចឹងមានចំនួនច្រើនអញ្ចឹងយើងមើល I need more time to finish my homework ខ្ញុំត្រូវការពេលវេលាច្រើនជាងនេះទៀតដើម្បីបញ្ចប់កិច្ចការផ្ទះរបស់ខ្ញុំ homework ហ្នឹងអូខេអញ្ចឹង more time ពេលវេលាបន្ថែមអូខេអញ្ចឹងចាប់ពីនេះយើងមើល key tips for B1 learners យើងបន្តពីយើងបានឃើញថាតើពាក្យណាខ្លះយើងប្រើជាមួយ count noun ពាក្យណាខ្លះយើងប្រើមួយ non count noun ហើយឥឡូវចូលដល់ tip វិញយើងមើលគេថា if you can count it apples cars chairs we use fewer too many ចឹងបើសិនជាយើងអាចរាប់វាបានអូខេដូចជាកៅអីឡានឬក៏ផ្លែប៉ោមអីក៏ដោយយើងប្រើ fewer too many ទៅអូខេអាហ្នឹងយើងរាប់បានណាif you cannot count it milk money information ចឹងបើសិនបើយើងអត់អាចរាប់វាបានទេមានលុយមានទឹកដោះគោមានព័ត៌មានពាក្យ information ហ្នឹង use less too much យើងប្រើពាក្យ less ឬក៏ too much ទៅចឹងវាពាក្យសម្រាប់នាមដែលរាប់មិនបានមួយទៀត enough and more can be used with both countable noun and uncountable nouns ចឹងពាក្យ enough និង more ហ្នឹងយើងប្រើបានទាំងពីររាប់មិនបានក៏ប្រើបានរាប់បានក៏ប្រើបានដែរអត់បញ្ហាអូខេឥឡូវចូលដល់សំណួរចម្លើយវិញម្ដងជាមានប្រមាណសំណួរចម្លើយដែរសំណួរទី1 what are quantifiers តើ quantifier គឺជាអ្វីទី2 what is a countable noun give two examples តើអ្វីទៅគឺជានាមរាប់បានឲ្យឧទាហរណ៍ឲ្យពីរមកទី3 what is an uncountable noun give two examples តើអ្វីទៅគឺជានាមរាប់បានឲ្យឧទាហរណ៍ពីរដែរទី4 which quantifiers do we usually use with countable nouns តើ quantifier ណាខ្លះដែលយើងប្រើជាមួយនឹងនាមរាប់បានអូខេទី5 which quantifiers do we usually use with uncountable nouns តើមាន quantifier ណាខ្លះដែលយើងប្រើជាមួយនាមរាប់បានទី6 what is the difference between too many and too much តើ too much and too many វាខុសគ្នាយ៉ាងម៉េចហើយទី7 which quantifiers can be used with both countable and uncountable nouns អញ្ចឹងតើមាន quantifier ណាខ្លះដែលយើងអាចប្រើបានទាំងនាមរាប់បានផងនាមរាប់មិនបានផងហ្នឹងចា៎ឥឡូវយើងរៀនឆ្លើយសំណួរទាំងអស់គ្នាចាប់ផ្ដើមពីសំណួរទី1 what are quantifiers តើ quantifier គឺជាអ្វីចម្លើយគឺ quantifiers are words that show quantity how much how many without giving an exact number អញ្ចឹងឆ្លើយប៉ុណ្ណឹងគឺអូខេអញ្ចឹងប្រាប់បញ្ជាក់ថា quantifier នេះគឺជាពាក្យដែលបង្ហាញពីចំនួនឬក៏បរិមាណ
ตาประมาณอย่างนั้นหาไม่ตาประมาณได้มันดอลเนื้อจำนวนแต่เจละเตะcái bị quantify ก็คือเอาจำนวนเจละเตะกันนะเป็นกับครอบเป็นชาอย่างเตอสมมติที่ปี what is a countable noun give two examples start ไว้ตั้งคือจะเนียมรับมันเอาอุทอปีมั้งเช่นอย่างไร a countable noun is something we can count 1 2 3 example books chairs เช่นเนียมรับมันคือจะเนียมแต่ยังไอรอบมวยปีใบบ้านนะอุทอตาวมีสิบเพอร์มีก็ไอเตออันนั้นสุดแต่รอบบ้านมวยปีใบที่ by what is an uncountable noun give two examples start ไว้ตั้งคือจะเนียมรับบ้านเอาอุทอปีได้เช่นเนียมรับบ้านคือan uncountable noun is something we cannot count one by one examples water information ចឹងនាមរាប់បានគឺជាអ្វីមួយដែលយើងមិនអាចរាប់បានមួយទេឧទាហរណ៍ទឹកចឹងយើងមិនមែនទឹកមួយទឹកពីរណា information នេះក៏ដោយព័ត៌មានឬក៏ដំណឹងក៏រាប់បានដែរអូខេទី4 which quantifiers are used with countable nouns តើមាន quantifier ណាខ្លះដែលប្រើជាមួយនាមរាប់បានចម្លើយគឺ they are fewer too many enough more ចឹងពួកវាមានពាក្យ too many fewer ហ្នឹងមាន enough មានពាក្យ moreទី5 which quantifiers are used with uncountable nouns ចុះនាមរាប់បានវិញមានប្រើ quantifier ណាខ្លះចម្លើយ they are less too much enough and more ចឹងមាន less មាន too much មាន enough ហើយនឹង more ដែរទី6 what is the difference between too many and too much តើ too many and too much ហ្នឹងវាខុសគ្នាយ៉ាងម៉េចចម្លើយគឺ too many is for countable nouns exemplarity too many cars and too much is for uncountable nouns exemplarity too much sugar ចឹង too many យើងប្រើសម្រាប់នាមរាប់បានឧទាហរណ៍ថាឡានច្រើនពេកយ៉ាងទៅតែ too much យើងប្រើសម្រាប់នាមរាប់បានវិញឧទាហរណ៍ថាមានស្ករច្រើនពេកចឹងនេះជាចំណុចខុសគ្នាអាមួយប្រើមួយនាមរាប់បានអាមួយប្រើជាមួយនាមរាប់បានអូខេចុងក្រោយទី7 which quantifiers can be used with both countable and uncountable nouns តើមាន quantifier ណាខ្លះដែលយកប្រើសម្រាប់នាមទាំងពីរបានទាំងរាប់បានក៏ប្រើបានរាប់មិនបានក៏ប្រើបានចម្លើយគឺ they are enough and more ពួកវាគឺមានពាក្យ enough និងពាក្យ more នឹងប្រើបានទាំងពីរចឹងសរុបមកវិញយើងមានតែ7សំណួរសួរនោះទេ7សំណួរទេដើម្បីសួរឆ្លើយទៅតាមជាមួយ quantifiers របស់យើងទេចឹងសង្ឃឹមថាអ្នកនរមាន idea ថាតើអ្វីទៅជា quantifier ពាក្យកម្រិតចំនួនហ្នឹងហើយប្រើវាបានត្រឹមត្រូវណាកុំប្រើ fewer ហ្នឹងឬក៏ប្រើជាមួយ less ជាមួយនាមរាប់បានពីច្រើនគឺប្រើ less ហ្នឹង less people less student អញ្ចឹងណាប្រើនេះគឺអត់ត្រូវទេយកប្រើ fewer ទៅសិស្សតិចតួច fewer students ទៅមិនមែន less student ទេអញ្ចឹងត្រូវតែប្រើតាមក្បួនដែលត្រឹមត្រូវអរគុណច្រើនមេរៀនការបញ្យល់និងសំណួរចម្លើយមានតែប៉ុណ្្នឹងទៅយើងជួបគ្នានៅមេរៀនក្រោយទៀតទាំងជូន